រឿងដំណើរដ៏ព្រឺសម្បល់ដែលគេនិយាយតគ្នាយ៉ាងល្បីល្បាញអំពីសត្វហង្សមួយក្បាលដែលបានបាត់ខ្លួនទៅសុកក៏ត្រឡប់មកវិញជាមួយនឹងស្នាមឈាមដាប់ពេញខ្លួនអ្នកទាំងអស់គ្នាមានរឿងរ៉ាវនិយាយតគ្នាថារូបសំណាកស្ដេចហង្សដែលត្រូវបានគេកសាងឡើងដាក់តាំងបញ្ឈរនៅខ្លងទ្វារវត្តហួយលើកស្រុកថេពសាកេតខេត្តប្រចួបគិរីខណ្ឌប្រទេសថៃនឹងបាត់ខ្លួននៅពាក់កណ្ដាលអាត្រៀតហើយបង្ហាញខ្លួនវិញជាធម្មតានៅក្បាលព្រលឹមស្រាងមកជាមួយនឹងស្នាមឈាមដាប់ពេញខ្លួនធ្វើឲ្យអ្នកភូមិភ័យខ្លាចគ្រប់គ្នារហូតធ្វើឲ្យព្រះចៅអធិការវត្តរៃអង្គាសបច្ច័យដើម្បីធ្វើច្រវាក់មាសចាក់ជើងហង្សយៈនោះឲ្យនៅជាប់ទៅនឹងដីអ្នកភូមិខ្លះបាននិយាយថាគេបានឃើញហង្សយៈនោះដើរផ្លូវម្ខាងទៀតនៃផ្លូវដល់តែគេញីភ្នែកក៏ឃើញវានៅត្រង់ទីតាំងដើមរបស់វានៅឯផ្លូវម្ខាងទៀតទៅវិញអ្នកទាំងអស់គ្នាអ្នកខ្លះទៀតបានជួបហេតុការណ៍ដូចគ្នានៅពេលដែលពួកគេបើកបរឡានពេលយប់ព្រលប់ពួកគេបានឃើញហង្សនោះដើររំលងឡានរបស់ពួកគេផ្ទាល់ភ្នែកតែម្ដងអ្នកភូមិជឿថាការដែលសត្វហង្សយៈនោះបាត់ខ្លួនទៅគឺដើម្បីទៅរកកូនរបស់វាអញ្ចឹងពួកគេក៏បានសាងរូបសំណាកតំណាងឲ្យកូនហង្សមួយទៀតដាក់នៅក្បែរហង្សយៈនោះតែម្ដងហើយក៏សំណូមពរឲ្យព្រះចៅអធិការវត្តដោះច្រវាក់ចេញពីជើងរបស់ហង្សយៈនោះចាប់តាំងពីពេលនោះមកគេក៏មិនដែលជួបហេតុការណ៍ភ័យរន្ធត់ដោយការពីមុនទៀតឡើយ ไหน ไหนวะเนี่ย